រឿងរ៉ាវដូចក្នុងខ្សែភាពយន្តមួយបានកាត់ឡើងកូនសត្វលីងមួយក្បាលបានចូលមកតាមចន្លោះបង្អួចដែលបើកចំហបុរសម្ចាស់ផ្ទះមិនបានដឹងថាមានរឿងអ្វីកាត់ឡើងចំពោះវាឡើយវាបានរត់ពន្ធទៅក្រោមគ្រែទាំងភ្នែកសម្លឹងមើលមកដោយភាពភ័យខ្លាចបុរសនោះបានក្រាលកន្សែងលើឥដ្ឋហើយលូកដៃចូលទៅយឺតប្រហែលជាវាអស់កម្លាំងខ្លាំងទើបវាមិនបានរើបំរាស់ឡើយនៅបាតជើងរបស់វាមានជាប់បំណែកដែកជ្រេះមួយដុំគាត់បានយកភួយមករុំវាហើយបញ្ជូនវាទៅតាមរថយន្តកូនសត្វនោះកំពុងតែធ្ងោដោយការឈឺចាប់គ្រូពេទ្យសត្វបានដកបំណែកដែកនោះចេញនិងបានដេរមុខរបួសឲ្យវាបន្ទាប់ពីព្យាបាលរួចវាក៏បានដឹងខ្លួនឡើងវិញក្រោយពេលសម្រាប់ព្យាបាលមួយរយៈបុរសនោះក៏នាំវាត្រឡប់មកផ្ទះវិញសត្វឆ្កែចិញ្ចឹមដែលដេកចាំមើលក៏បានដើរមកជិតហើយក្រវីកន្ទុយដាក់វាបុរសនោះបានរៀបចំសាច់ដែលហាន់ជាចំណិតតូចៗនិងទឹកដាក់នៅពីមុខវាទោះបីជាមានការប្រុងប្រយ័ត្នបន្តិចមែនប៉ុន្តែវាក៏ចាប់ផ្ដើមស៊ីម្ដងមួយម៉ាត់រៀងរាល់ថ្ងៃបុរសនោះតែងតែពិនិត្យមុខរបួសនិងផ្លាស់ប្ដូរដុំរុំរបួសឲ្យវារាល់ពេលដែលដៃរបស់គាត់ប៉ះវាតែងតែធ្មេចភ្នែកទ្រាំដោយការយោគយល់ប៉ុន្មានថ្ងៃក្រោយមកបុរសនោះបានយកបាល់តូចមួយមកលេងជាមួយវាបានយកច្រមុះរុញបាល់លេងយ៉ាងសប្បាយរីករាយប៉ុន្តែវាដល់ពេលដែលវាត្រូវត្រឡប់ទៅរស់នៅតាមបែបធម្មជាតិរបស់វាវិញហើយកូនសត្វនោះបានដើរទៅមុខបន្តិចហើយក៏ងាកក្រោយសម្លឹងមើលបុរសនោះបន្ទាប់ពីជូនវាដល់មាត់ព្រៃវាក៏បានដើរចូលទៅក្នុងព្រៃបាត់ទៅមួយឆ្នាំក្រោយមកស្រាប់តែឮសូរសំឡេងយំចម្លែកមួយនៅក្រៅបង្អួចកូនសត្វលីងកាលពីមុនបានខ្លាចជាមេគេហើយវាបាននាំកូនរបស់វាត្រឡប់មកវិញគ្រួសារសត្វលីងបានឱនក្បាលគោរពលារួចក៏ត្រឡប់ចូលទៅក្នុងព្រៃវិញ